តំណងáពូនបំពងជាមួយនឹងទឹកក្រូចដល់គ្នាតែឥឡូវនេះគឺថាខ្ញុំធ្វើដែរប៉ុន្តែខ្ញុំធ្វើជាមួយកូកាខ្ញុំចង់ញ៉ាំរសជាតិកូកាដល់គ្នាពូនបំពងជាមួយកូកាអូខេឥឡូវធ្វើការចាក់ចូលសិនខ្ញុំធ្វើតែប៉ុណ្្នេះដល់គ្នាខ្លាចផ្ទុះទៅច្រើនញ៉ាំអស់ពូនផ្ទុះរសជាតិកូកាចាក់មកកំប៉ុងហ្មងទៅអូខេបន្ទាប់មកយកទៅកូរតនៅលើភ្លើងឡើងធ្វើការក្របវាទុកសិនអូខេចាំមកវីដេអូតគ្នាណាបាយបាយអាយ៉ាចាប់ដើមផ្ទួយដល់គ្នាអូយទៅដោគ្នាផ្ទួយហើយអូយឡើងច្រើនហ្មងមកដល់គ្នាអូយអាយឡើងថោកកំហប់ដល់គ្នាអូយដល់គ្នានិយាយថារៀនបំពងលើដំបងដល់គ្នាមានខ្លោចខ្លីខ្លះយ៉ាងតែតំណងណាតោះឡើយមកភ្លក់មួយគ្នាអូយឡើងឆ្ងាញ់អស់នេះលោមិនផ្លែក្រូចនេះអ្នកនរគ្នាគេដាក់ដូចជាប្រេងអូរទេឬប្រេងឆាអត់ដឹងទេណាឡើយចាំមើលខ្ញុំសាកសិនលយមែនតើដុតទៅដូចទៀនអ្នកនរគ្នាឥឡូវខ្ញុំសាកធ្វើអ្នកនរគ្នាទៅធ្វើបានអត់ណាខ្ញុំមានផ្លែក្រូចមួយដែរជាដំបូងគឺថាយើងកាត់វាជាពីរមកអូខេខ្ញុំធ្វើកាយសាច់ចេញសិនអូខេអ្នកនរគ្នាខ្ញុំបកសាច់ចេញហើយនិយាយទៅទុកអាកន្លែងអ្នកនរគ្នានេះអញ្ញដើម្បីចាក់ទៅដុតណាអូខេឥឡូវធ្វើការប្រើជាមួយនឹងប្រេងឆាអ្នកគ្នានេះจะទឹកគេប្រើទឹកអូលីវឬក៏ប្រេងឆាឥឡូវខ្ញុំប្រើប្រេងឆាហ្មងទៅចាំមើលតើដុតឆេះអត់ទេអ្នកគ្នាអ្នកកាត់ឲ្យខុសជំនាញអ្នកគ្នាឲ្យកាត់ឡើងវាចអ្នកគ្នាវាចឥឡូវធ្វើការដុតចាំមើលឆាអ្នកគ្នាអ្នកគ្នាឃើញថាឆេះពិតមែនអ្នកគ្នាគាត់ថាវាអត់ឆេះខ្លាំងទេអូយលយណាឥឡូវធ្វើការក្របនិយាយថាឡើងលយហ្មងអាយ៉យនិយាយតើនេះអាចប្រើជំនួសទៀនបានអ្នកគ្នាពេលដាច់ភ្លើងអីដុតបាននេះខ្ជិលដល់